បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាសារជាថ្មីនៅក្នុងបន្ទាប់ដែរនៅក្នុងវីដេអូនេះយើងនឹងនិយាយបន្តអំពី statement ផ្សេងទៀតដែលយើងអាចធ្វើការទៅជាមួយវាអញ្ចឹងអ្នកទាំងអស់គ្នាឃើញថា statement នៅក្នុង SQL គឺមានច្រើនមាន delete មាន update មាន select ផ្សេងៗជាដើមខាងក្នុងហ្នឹងណាអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវមាន table ជាមុនសិនដែលអ្នកទាំងអស់គ្នាត្រូវដាច់ខាតត្រូវតែបង្កើត table ណាដាច់ខាតត្រូវតែបង្កើត table ឥឡូវយើងសាកទៅកន្លែងអូខេ create database name យើងទៅកន្លែង create table របស់យើងតោះឥឡូវយើងសាកទៅមើលកន្លែង create table អូខេអញ្ចឹង table នេះមិញយើងមានហើយមានន័យថាយើងប្រើ keyword របស់វាមួយគឺ keyword create ឥឡូវឧទាហរណ៍ថាខ្ញុំមាន table student ហើយខ្ញុំអាចមាន table student ហើយខ្ញុំអាចលុបចោលយើងអាចចង relationship ឲ្យវាតាមកូដបានណាចឹងឧបមាថាយើងមាន database មួយដែលយើងនិយាយអំពីការគ្រប់គ្រង score របស់ student ឧទាហរណ៍ឬក៏ cell អីចឹងទៅអានឹងស្អាតទៅយើងណាឧទាហរណ៍ថាខ្ញុំទៅបើកអូខេខ្ញុំសាកទៅបើកអានេះមកតបមកទៀតអូខេអញ្ចឹងខ្ញុំបង្កើត database មួយដើម្បីគ្រប់គ្រងជាមួយនឹង student score ណា student score ទៅហោតែនៅក្នុងប្រឡោះនេះអ្នកទាំងអស់គ្នាអាចទៅជាអូខេចឹងយើងគិតមើល student score ទី1គឺយើងត្រូវមាន table student ណា student អូខេបន្ទាប់មកទៀតដើម្បីអាចថាយើងមាន score គឺនៅឧទាហរណ៍ថាយើងដាក់ score នៅក្នុងប្រឡោះកណ្ដាលទៅថាយើងមាន table មួយគឺ table score នៅក្នុង table score គឺយើងមាន ID យើងមាន student name អូខេមុខវិជ្ជាអីគេត្រូវទេអូខេ course អីអូខេបន្ទាប់មកទៀតគឺគាត់ត្រូវទទួលបានពិន្ទុប្រមាណ score ប្រមាណអូខេអញ្ចឹងយើងអាចបង្ហាញទៅជា table មួយទៀតគឺ table cost អូខេអញ្ចឹង cost អញ្ចឹងយើងអាចដាក់ ID cost name អូខេយើងអាចដាក់ credit ខុសមួយហ្នឹងរៀនប្រហែលម៉ោងអូខេ hour ខុសមួយហ្នឹងស្ថិតនៅក្នុង major អីអញ្ចឹងយើងអាចមាន table មួយទៀតគឺ table major អូខេ major អញ្ចឹង major យើងអាចដាក់ ID យើងអាចដាក់ name យើងអាចដាក់description បន្តិចទៅឧទាហរណ៍តទៅទៀតនៅក្នុង table មួយនេះអ្នកនរគ្នាអាចថែមគឺទៅជា major underscore ID យ៉ាងយើងចងវាទៅជា primary key អញ្ចឹង major មួយអាចមានច្រើនខទៅនៅក្នុង major មួយតមកទៀតយើងអាចចង relationship របស់វាគឺមាន ID student name first name last name អីហ្នឹងទៅគេអូខេហើយយើងចាប់ផ្ដើមចងវាគឺស្ថិតក្នុងទម្រង់ one to many បែបនេះអូខេហើយអានេះដូចគ្នាគឺ score គឺយើងមាន score underscore ID អានេះគឺជា foreign key អានេះគឺជា PK អានេះក៏ជា PK ដែរជា primary key ហើយយើងចង table ពីរហ្នឹងអូខេអញ្ចឹងយើងទៅមួយយើងបង្កើត table student យើងបង្កើត table major course ហើយទៅបានបង្កើត score តាមក្រោយដោយសារ score នេះយើងអាចបង្កើតមុនបានដោយសារវា foreign key វាត្រូវការ student ហើយនឹង course មុនដូចគ្នាតើតើមួយ course យើងអាចបង្កើតវាបានតើតែមាន major មុនអញ្ចឹងយើងបង្កើត table student ហើយយើងទៅកើត table major អញ្ចឹងនៅក្នុងករណីនេះយើងអាចទៅ PG admin យើងអាចទៅ create table major អូខេហើយបន្តមកទៀតយើងអាចដាក់ ID ជា integer not null identity auto generate ណា not null ឬក៏យើងអាចដាក់ generative តាមរបស់គេអញ្ចឹងទៅ generative always អូខេ as identity ជា prime Mary key សូទៅក្បានធំក្បានដែរបន្តមកទៀតយើងមាន major មិញគឺយើងមាន major name ត្រូវទេ name របស់វាគឺយើងអាចដាក់វ៉ាឆាប្រវែងរបស់វាប្រហែលជា120តួអក្សរយើងអាចមាន description បន្តិចយកវាជាប្រភេទ text ហើយយើងអាចមាន status យកវាជាប្រភេទ bool អូខេតមកទៀតបើយើងទៅបង្កើត table មួយគឺ table cost យើងអាចដាក់ពាក្យថា create table cost
TBR ចឹងក្នុងករណីនេះយើងអាចដាក់មកគឺ ID ជា integer អញ្ចឹងដូចគ្នាយកមាន cost name អូខេតមកទៀតយើងមានយើងមាន credit ចង់ដឹងថាវាទទួលបានប្រមាណ credit យើងអាចយកវាជា float រៀនប្រមាណម៉ោង hour យើងអាចយកវាជា float ដូចគ្នាអឺ hour មាន s ទៅឧទាហរណ៍អូខេរៀនប្រហែលម៉ោងបានប្រហែល credit ទៅឯងហើយការពិតទៅក្នុងហ្នឹងខុសហ្នឹងត្រូវបរៀននៅគ្រូណាទៀតអញ្ចឹងយើងមិនបាច់ចាំដាក់រហូតដល់គ្រូណាក៏បានដែរដោយសារយើងចង់គ្រប់គ្រងតែបន្ទុករបស់សិស្សទៅបានហើយគាត់នៅតែប៉ាន់ម៉ោងណាតិចតួចប៉ុណ្ណឹងទៅបានហើយអញ្ចឹងយើងអាចប្រើវាថា status academic year មួយទៀតក៏បានដែរ academic year យើងអាចរុញពេលដែលយើងបញ្ចូលបន្ទុកអូខេអញ្ចឹងយើងអាចប្រើពាក្យថា status ស្មើនឹងបួលចុងក្រោយបានយើងបង្កើតអញ្ចឹង table ពីរនេះគឺវាត្រូវមាន relationship មួយគ្នារវាង major ជាមួយនឹង cost អញ្ចឹងខ្ញុំអាចបង្កើតមួយទៀតគឺ major underscore id ជា integer តមកទៀតខ្ញុំចាប់ដើមដាក់ foreign key ទៅឲ្យ table មួយនេះយើងឲ្យវាជងគ្នាណាអញ្ចឹងreference របស់វាគឺយកចេញពីអីគេគឺយកចេញពី major TBR តាមរយៈ ID អញ្ចឹងមានន័យថាយើងបង្កើត foreign key ទៅឲ្យអាមួយនេះmajor ID នេះហើយវាទាញចេញពី major TBR តាមរយៈ ID មានន័យយើងចងអានេះជាមួយនឹងfield មួយតាមរយៈ primary key និង foreign key ដោយអ្វីដែលទ្រឹស្ដីយើងបានរៀនមុនហ្នឹងអញ្ចឹងមួយទៀតយើងទៅ create table មួយនេះគឺ table score អញ្ចឹងយើងអាចដាក់មកទី TBL អញ្ចឹងខ្ញុំអាចដាក់អូខេយកវាជា ID integer not null អីចឹងដដែលមកអូខេបន្ទាប់មកទៀត score ហ្នឹងគឺរបស់ student ណា ID ជា integer course មួយណា ID ជា integer ទទួលបាន score ប្រមាណយកវាជា float ឧទាហរណ៍ហើយបន្ទាប់មកទៀតចាំយើងចងយើងអាចដាក់មេacademic year របស់គាត់ academic year នៅក្នុងឆ្នាំណាអញ្ចឹងយើងអាចយកវាជាប្រភេទវ៉ាឆាប្រវែងរបស់វាប្រហែលជា30ខ្ទង់ហើយបន្ទាប់មកទៀតយើងអាចប្រើពាក្យថា parent key ទៅលើគេ student ID ដែលវាទាញ relationship reference របស់វាគឺយកចេញពី table student TBR តាមរយៈ ID ដូចគ្នាទៅ foreign key ដែលយើងយកចេញពី course ID ហើយ reference របស់វាគឺទាញចេញពី table course TBR តាមរយៈ ID អញ្ចឹងបើសិនជាខ្ញុំ select ទាំងអស់ហើយខ្ញុំរ៉ាត់មួយទៅវាថា error status នៅកន្លែងមួយណា error status នៅកន្លែងមួយណាអូខេ boolean អូខេនេះ status នេះនេះខ្ញុំភ្លេចក្បៀសឡើងនេះអូខេហើយបន្តមកទៀតខ្ញុំរានវាមួយអញ្ចឹងកន្លែងនេះប្រហែលជាវាមាន table នេះដោយសារយើងរាន SQL មិញអូខេអញ្ចឹងដូចជានៅអត់ទាន់មានអញ្ចឹងយើងសាក right click រានទៅលើវាដាក់ successful អញ្ចឹងបើសិនជាយើងមក refresh យើងនឹងទទួលបាន4 table នេះអញ្ចឹង4 table ហ្នឹងបើអ្នកទាំងអស់គ្នាចុចទៅលើវាអាចចុចទៅកន្លែងអឺ Grand B chart អូខេខ្ញុំសាកមើលនេះអូខេឥឡូវអត់ទេឥឡូវខ្ញុំសុំបិទសិនកន្លែងនេះយើងអាចចងអូខេតោះឥឡូវយើងសាកទៅមើលកន្លែង table របស់យើង select table ទាំង4កន្លែងនេះtool no អូខេ schema យើងយកពាក្យ refresh មួយសិនតមកទៀត right click យកពាក្យ EO for database អញ្ចឹងបើសិនជាយើងរានចេញទៅ table 4យើងហ្នឹងទាំង4មិញហ្នឹងគឺវាមានតំណែងទៅមួយគ្នាយើងចាឃើញទេអញ្ចឹងយើងបាន table មួយដែលវាមាន relationship មកអញ្ចឹងអូខេអានេះ cost អានេះប្រហែលជា major ហើយយើងមាន score មិញគឺខ្ញុំដាក់នៅកណ្ដាលអូខេគឺមួយនេះ score អញ្ចឹងអានេះគឺ student អានេះគឺ course ហើយអានេះគឺអឺ major អានេះគឺ
នេះគឺ core ហើយនេះគឺ major នេះគឺ core ហើយនេះគឺ major អញ្ចឹងយើងអាចចង relationship ទៅមួយគ្នាចេះបានដែរអូខេនេះប៉ានេះមកគឺអូខេហើយតែសម្រាប់ table របស់យើងនេះអូខេចឹងបើន័យថាយើងអាចឃើញពី relationship របស់វាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់